សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សម្រាប់ Anime Apartment ហើយវីដេអូនេះដែរគឺជាភាគទី3នៃរឿង Love is Like a Cocktail ឬក៏អាចនិយាយបានថាឆ្លាញ់បងដោយស្រឡាញ់ស្រាក្លឹបរបស់បងដែលជាភាគបញ្ចប់នៅក្នុងរឿងហ្នឹងផងដែរហើយបើនិយាយទៅក្នុងចំណោមរឿងដែលមានកាត់ទាំងអស់មានតែរឿង The Studio Apartment, God Lie and Jane Close ហើយនឹងរឿងនេះទេដែលវាគឺស្រួលកាត់ខ្លាំងមែនតើអត់សូវជាប់ copyright និយាយទៅគឺកាត់បានលឿនហ្មងហើយកុំឲ្យខាតពេលអ្នកទាំងអស់គ្នាយូរយើងចូលនៅក្នុងភាគបន្តរបស់យើងទាំងអស់គ្នាបើក្បាលមកដំបូងឃើញថាអបសូរាបានផ្ញើសារទៅឲ្យយេប៉េជីសាតូឲ្យមកជួយគាត់ផងហើយនៅពេលដែលយេប៉េនឹងបានមកដល់ផ្ទះហ្នឹងនាងគឺបានមកផ្ទះឃើញតុក្កតាខ្លាឃ្មុំមួយនិងសារនៅក្នុងទូរស័ព្ទបញ្ជាក់ថាអបសូរាហ្នឹងបានប្រែក្លាយជាតុក្កតាខ្លាឃ្មុំនឹងបាត់ហើយតែល្បិចចឹងបានបោកតែក្មេងៗមិនសមបោកនាងមិនសមខំដើររកអបសូរាពេញប្រទេសរត់ឃើញបានចាប់អារម្មណ៍ថាតិចលោមែនតែនទៅតែចុងក្រោយបេសូរាហ្នឹងបើកវែងលនចេញមកបញ្ញានាងណានៃឆ្កុយនិយាយទៅមូលហេតុដែលបេសូរាប្រេងអញ្ចឹងដោយសារតែថ្ងៃហ្នឹងគឺជា April Fool មានន័យថាពេលវេលានៅក្នុង anime ហ្នឹងគឺថ្ងៃទី1ខែ4ហើយគិតអីមកលេងប្រេងចម្លែកអញ្ចឹងហើយគិតថាសុំទោសទៅអាម៉ាត់ហ្នឹងរួចខ្លួនមែនចឹងហើយគាត់គេដកអាវុធសម្ងាត់របស់គាត់ចេញមកដើម្បីលួងជាប៉ែហ្នឹងឈ្មោះរបស់វាហ្នឹងគឺឈ្មោះថា Fake Beer មានន័យថាស្រាបៀរខ្លែងខ្លាយហើយគាត់ឲ្យយេប៉ែហ្នឹងទាទៀតថាទាមើលថាវាជាបៀមែនតែនឬក៏មែនតែនៅពេលដែលផឹកហើយនោះគឺចរិតក្មេងតូចគឺចាប់ផ្ដើមចេញមកតែម្ដងនិយាយទៅយេប៉ែហ្នឹងគឺអត់ច្បាស់ថាវាជាបៀឬក៏វាជាទឹកខ្ញីហើយដោយរាល់ដងអញ្ចឹងហើយនេះគឺជា ingredient របស់វាអ្នកទាំងអស់គ្នាអាចមើលបានហើយក៏សាកល្បងបានដែរតែទទួលខុសត្រូវខ្លួនឯងប្រាប់ហើយមានមកបន្ទោអត់មាននេះហើយបើកលេចទៅមើលក្មេងតូចវិញឥឡូវខឹងអត់ទាន់បាត់ទេមូលហេតុនោះគឺនាងបារម្ភថាប៉ែនឹងខ្លាចជាខ្លាចមុំមែនតែបន្ទាប់ពីសុំទោសយេប៉ែនឹងហើយគាត់សួរពេញតែមួយម៉ាត់ទេធ្វើឲ្យយេប៉ែនឹងបាត់ឈឹងតែម្ដងគឺគាត់សួរថាតើយេប៉ែឯងនឹងស្អប់បងហើយមែនគាត់ទៅលើភ្លាមយេប៉ែនឹងគឺបញ្ញាប់ហ្មងបញ្ញាប់មកនិយាយបងថានាងគឺគ្រាន់តែធ្វើពុតជាខឹងឯងនាងអត់បានស្អប់ប៉ែនឹងឯងហើយនាងក៏បានសួរតើប៉ែសូរ៉ាវិញដែរថាតើប៉ែឯងនឹងឈប់ស្រឡាញ់នាងហើយមែនហើយភាសាបន្ទាប់មកទៀតអត់មានតែចង់និយាយច្រើនទេគ្រាន់តែលក្ខណៈថាប្តីប្រពន្ធគេញ៉ាយគ្នាកាត់ចូលមកដល់មួយថ្ងៃបន្ទាប់មកទៀតនៅពេលដែលយេប៉ែជីសាតូរៀបនឹងចេញពីធ្វើការយេប៉ែយឺយហើយនឹងយេប៉ែកូហារឹនឹងបានបបួលនាងទៅដាក់មកយួរហើយយេប៉ែកូហារឹនឹងអត់មានឲ្យយេប៉ែជីសាតូបកាយតួនេះគឺនាងបានប្រាប់មកថានាងគឺបានរកឃើញ restaurant ដែលល្អមួយកន្លែងហ្នឹងគឺគេបម្រើភេសជ្ជៈដែលគ្មានជាតិអាល់កុលហើយ bartender នៅហ្នឹងក៏ជាមនុស្សល្អដែរចឹងហើយដោយសារតែបកាយអត់កើតមានតែសម្របខ្លួនទៅតាមហ្នឹងទៅតែដល់ពេលដែលមកដល់កន្លែងហ្នឹងទើបនាងដឹងថាតាមពិតទៅជាកន្លែងសាងអនុស្សាវរីយ៍ស្នេហាចាស់របស់នាងសោះហើយអ្វីដែលធ្វើឲ្យពួកគេទាំង3កាន់តែភ្ញាក់ផ្អើលថែមទៀតនោះគឺអបសូរាក៏នៅធ្វើការនឹងដែរមូលហេតុដោយសារតែម្ចាស់ហាងហ្នឹងអត់បានមកបម្រើការនៅថ្ងៃហ្នឹងហើយសូមឲ្យគាត់មកធ្វើការជំនួសហើយឥឡូវនេះយើងបកចូលមកដល់អតីតកាលវិញម្ដងមើលទៅយេប៉ែជីហតូប្រហែលជាទើបតែចូលធ្វើការថ្មីថ្មោងទេហើយនាងគឺកំពុងដើរបដាចុចខូចឆ្មានឹងលេងបដាតែស្របពេលហ្នឹងនាងគឺបានតាក់ជាមួយនឹងដបស្រាដួលហើយនាងក៏បានដើរទៅទាំងដែលភ្លេចថាក្រូចឆ្មានឹងធ្លាក់នៅខាងក្រោមបបជួនអីអបសូរាហ្នឹងក៏នៅនឹងដែរហើយគាត់គឺកំពុងតែបម្រើការនៅក្នុងហាងបារនឹងដូចគ្នាហើយគាត់គឺបានរើសឃើញបតោងក្រូចឆ្មាហ្នឹងតែរៀបនឹងហៅយេប៉ែហ្នឹងឯហ្នឹងតែយេប៉ែហ្នឹងដើរទៅបាត់ទៅស្របពេលហ្នឹងម្ចាស់ហាងហ្នឹងក៏បានទេប្រាប់គាត់ទៀតថាថ្ងៃហ្នឹងគាត់គឺប្រាស្រ័យគាត់បានមកធ្វើការឲ្យពឹងអបសូរាហ្នឹងជួយមើលហាងនេះជំនួសគាត់មួយថ្ងៃបើកលេចទឹកមើលយេប៉ែជីសាតូវិញដោយសារតែផាជាថ្ងៃធ្វើការដំបូងចឹងហើយនាងគឺសារកំហុសច្រើនខ្លាំងមែនតើរហូតដល់ពេលយប់ឡើងពេលដែលចេញពីធ្វើការហ្នឹងនាងគឺត្រឡប់មួយនៅពេលដែលនាង stress គឺនាងចូលចិត្តយកអាខូចឆ្មាហ្នឹងយកមកច្បាច់លេងចឹងហើយនៅពេលហ្នឹងទើបនាងប្រទះឃើញថាតាមពិតទៅនាងគឺបាត់អាខូចឆ្មាហ្នឹងបាត់ហើយស្របពេលហ្នឹងមេក៏ចាប់ផ្ដើមភ្លៀងមកដូចគ្នាចឹងហើយនាងគឺអត់មានចម្លើយអីក្រៅពីឈប់ភ្លៀងសិនទេហើយកន្លែងដែលនាងឈប់ភ្លៀងហ្នឹងគឺនៅបារដែលនាងដួលពីថ្ងៃមិញហ្នឹងឯងតែយេប៉ែហ្នឹងក៏បានចាប់អារម្មណ៍ដឹងឯងតែវាកាន់តែគប់ជួនជាងនឹងទៅទៀតនោះគឺអបសូរាហ្នឹងបើកទ្វារមកចំពេលហ្នឹងដែរដែលធ្វើឲ្យគាត់ហ្នឹងគឺជ្រួលច្បល់ខ្លាំងមែនទែនពីអ្នកយេប៉ែហ្នឹងបើមើលតាមការជួលច្បល់របស់អបសូរាមានគិតថាប្រហែលជាលើកទី1ដែលគាត់ធ្វើការតែម្នាក់ឯងស្របពេលហ្នឹងគាត់ទើបតែនឹកឃើញថាយេប៉ែហ្នឹងដែលឈូសផ្អាបតោងខ្លាចខូចនៅមុខហាងគាត់កាលពីថ្ងៃមិញចឹងហើយគាត់ក៏យកបតោងហ្នឹងយកទៅសល់ទៅដល់ម្ចាស់គេវិញដោយសារតែឃើញយេប៉ែហ្នឹងមើលទៅមុខដូចជាអត់សូវសប្បាយចិត្តចឹងហើយគាត់បបួលយេប៉ែហ្នឹងចូលទៅក្នុងដាក់ម៉ាតយដើម្បីកាត់សាញនៅពេលចូលទៅដល់ខាងក្នុងហើយហ្នឹងគាត់ព្យាយាមរកធានបទនិយាយជាមួយនឹងយេប៉ែហ្នឹងតែយេប៉ែហ្នឹងគឺចេះតែចាស់រហូតដល់ធ្វើឲ្យគាត់ហ្នឹងសុំទោសយេប៉ែហ្នឹងព្រោះថាគាត់គឺអត់សូវប៉ិនអាខាបង្កើតប្រធានបទហ្នឹងតែយេប៉ែហ្នឹងក៏ដូចគ្នាព្រោះថានាងអត់ដឹងថាគូតែនិយាយអីឲ្យប្រកាសហើយនេះគឺជាម៉នុយដំបូងដែលគាត់បម្រើជូននាងគឺ Frozen Mango Cocktail ឬក៏ហៅថា Cocktail ស្វាយព្រើក៏អាចថាបានតែយេប៉ែហ្នឹងគឺបានសួរគាត់ថាអាហ្នឹងគឺជាប្រភេទ beer មែនព្រោះថាវាជាលើកដំបូងដែលនាងផឹកភេសជ្ជៈដែលមានជាតិអាល់កុលហើយគាត់ក៏បានសុំទោសនាងវិញដែរព្រោះថាគាត់គឺបានសម្រេចចិត្តដោយមិនបានសួរនាងហើយមូលហេតុដែលគាត់ជ្រើសរើសប្រភេទហ្នឹងនោះគឺវាស័ក្តិសមបំផុតសម្រាប់អ្នកដែលទើបតែចាប់ផ្ដើមដកមេ
លើកដំបូងនៅពេលដែលយេប៉ែនឹងបានផឹកហើយនាងគឺមានអារម្មណ៍ថាកក់ក្ដៅចេញពីខាងក្នុងមកមកស្រួលលេបត្រជាក់ល្អនិយាយទៅឆ្ងាញ់ជាប់ចិត្តដោយទូប្រុសយើងបច្ចៈមែនគាត់ទៅលើយេប៉ែនឹងសរសើរហើយគាត់គឺបានសួរនាងមកធ្វើការគាត់ recommend អីផ្សេងទៀតអត់ដោយសារតែយកមិញជាដកលចូលខ្លួនចរិតក្មេងតូចចេញមកហ្នឹងណាព្រោះយេប៉ែនឹងដកមេជ្រុលរហូតដល់ដេកនៅក្នុងបារនឹងមកយកតែម្ដងហើយប៉ែសូរ៉ាហ្នឹងក៏នៅចាំកំដរដែរដោយសារភ្ញៀវនៅបិទហាងអត់កើតព្រោះពេលហ្នឹងគាត់ក៏បានសួរនាងដែរថាយេប៉ែឯងមានសល់ហើយពីយកអីអត់តែដោយសារតែអៀនពេកយេប៉ែនឹងផងដាក់លុយឲ្យស្ទុះរត់ចេញទៅតែម្ដងតែនៅពេលដែលគាត់បានសួរនាងថាតើនាងនឹងមកម្ដងទៀតអត់ហ្នឹងណាយេប៉ែនឹងបានងក់ក្បាលបញ្ជាក់ថានឹងមកម្ដងទៀតគាត់តែឃើញភ្លាមប៉ែសូរ៉ា energy ពេញបឹបតែម្ដងកាត់ចូលមកដល់បច្ចុប្បន្នវិញយេប៉ែកោហារឹកហើយនឹងយេប៉ែយុយហ្នឹងគឺកំពុងតែបាញ់ជាមួយនឹងយេប៉ែជីសាតុខ្លាំងមែនតើសិតអីណាខ្លួនឯងនឹងអត់ចេះផឹកអីតែបែរជាមានប្រសង្ខារធ្វើភេសជ្ជៈឆ្ងាញ់ៗឲ្យញ៉ាំរាល់ថ្ងៃហើយយេប៉ែយុយហ្នឹងនៅជិតសួរដឺទៀតថាប៉ែអាគិតថាគាត់ខុសឬយេប៉ែជីសាតុធ្វើពុនហ្នឹងតែប៉ែសូរ៉ាគឺបានប្រាប់ថាគាត់ថាគឺអត់យកណាគេទាំងអស់យកតែជីចាំងផកគាត់ទេគាត់ទៅលើប៉ែហ្នឹងហើយយេប៉ែហ្នឹងឆាជីចាំងព្រាមម្នាក់ហើយតែបាញ់យេប៉ែហ្នឹងធ្វើដងកាត់ចូលមកដល់ចុងសប្តាហ៍វិញអាណិតយេប៉ែជីសាតុដល់ក៏ដើរចិត្តកន្លែងគេលក់បជាបដាលេទៅមាត់បដាហើយមកដល់ផ្ទះវិញក៏ដូចចិត្តទៀតគាត់ទៅដាក់គូតអង្គុយពឹបប្តីសួរមកថាណៃមានស្រែកទឹកចង់ដាក់មកយូរអីអត់ចឹងហើយគាត់នឹងរៀបចំអាណាស្រាសតុនហើយស្រួលលេបឲ្យយេប៉ែហ្នឹងហើយអ្វីដែលគាត់រៀបចំឲ្យយេប៉ែនោះគឺព្រើយូហ្គើតនិងសម្លការីតែមើលមុខយេប៉ែហ្នឹងលក្ខណៈថាគ្នាចង់ដាក់មកតយតែបែរជាមកឲ្យគ្នាផឹកយូហ្គើតទាំងឲ្យបាយម្ហូបអីហ្នឹងមិនសូវឆ្ងាញ់ប្រហែលទេដាក់ឲ្យតែមួយឆ្អែតតែប៉ុណ្្នឹងឯងតែប៉ែសូរ៉ាហ្នឹងគឺនៅមានមនុស្សពិសេសមួយទៀតសម្រាប់ឲ្យយេប៉ែហ្នឹងគាត់ទៅលើភ្លេងយេប៉ែហ្នឹងគឺអស់ព្រាមហ្មងតែថ្ងៃហ្នឹងប្តីដូចចិត្តយកចិត្តសោះបងអបប្រពន្ធឃ្លានដាក់មកតយតែបែរជាយកបង្អែមមកវិញបែរជាលក្ខណៈក្រែមព្រិលតែពេលដែលភ្លក់បានមួយម៉ាត់នោះគឺដូចជាអែមផុសគេនិយាយទៅយេប៉ែហ្នឹងទៅសាវហ្មងថាក្រែមហ្នឹងវាឆ្ងាញ់ខ្លាំងដូចជាម្នាស់ចឹងតែតាមពិតមនុស្សថ្មីរបស់យើងនោះគឺស្វាយព្រិលហើយរូបមន្តរបស់គេគឺនៅខាងក្រោមនេះអ្នកទាំងអស់គ្នាអាចមើលបានចង់ធ្វើក៏ធ្វើទៅដូចជាអត់មានអីពិសេសណាស់ទេតែដោយសារតែមានវឹកការនៅក្នុងនឹងដែរចឹងហើយមានសុំចែកថាវិស័យគ្រឿងស្វឹងដោយទំនួលខុសត្រូវកាត់ទៅយេប៉ែជីសាតុវិញពេលដែលនាងនឹកឃើញថាពាក្យថាស្វាយចឹងវាធ្វើឲ្យនាងនឹកឃើញអនុស្សាវរីយ៍ពេលដំបូងរបស់ពួកគេហើយប៉ែសូរ៉ាក៏បានបញ្ជាក់ដែរថាអានឹងគឺជាមនុស្សដំបូងដែលគាត់បានធ្វើឲ្យនាងដូចគ្នានិយាយទៅឲ្យយេប៉ែនឹងភ្លេចមិនកើតបើជាអនុស្សាវរីយ៍ដំបូងរបស់នាងដែរហ្នឹងតែគាត់ក៏បានសួរនាងដែរថាចាប់ផ្ដើមចូលចិត្តគ្រឿងស្វឹងហើយមែនហើយនាងក៏បានយល់ស្របដែរតែបើតាមមើលទឹកមុខទៅនាងមិនធ្វើឲ្យចូលចិត្តគ្រឿងស្វឹងទេចូលចិត្តប៉ែសូរ៉ាច្រើនជាងបានត្រូវកាត់ចូលដល់មករយៈពេលក្រោយមកមើលទៅដូចជារដូវព្រិលហើយគាត់គឺបារម្ភពីយេប៉ែជីសាតុខ្លាំងមែនទែនគាត់ថាមករយៈហ្នឹងឃើញថាយេប៉ែហ្នឹងគឺរវល់ច្រើនខ្លាំងណាស់ហើយគាត់ចង់ណែនាំឲ្យយេប៉ែហ្នឹងទៅ hot spring កន្លែងគេត្រាំទឹកក្តៅបែបទឹកពុះធម្មជាតិដើម្បីជួយឲ្យយេប៉ែហ្នឹងវាបានមានអារម្មណ៍ថាធូរស្រាលខ្លះដែរតែយេប៉ែហ្នឹងក៏បានប្រាប់ដែរថាឆ្នាំហ្នឹងមើលទៅប្រហែលជាមិនអាចទៅបានទេចឹងហើយគាត់គឺមានតែឲ្យយេប៉ែហ្នឹងចូលទៅមួយទឹកសិនតែស៊ីនមួយទឹកអ្នកនរគ្នាកុំបារម្ភអេដមីនបាំងតខ្ទេចគ្មានឲ្យណាគេមើលឃើញទេបើសិនជាមានអីប្រទេសហោះបើចង់មើលទៅសើចមើលខ្លួនឯងទៅប្រាប់ហើយកុំរំពឹងថាមានទុកប្រឡាស់ឲ្យមើលឃើញចឹងហើយឥឡូវយើងចូលសាច់គ្រឿងរបស់យើងវិញស្របពេលហ្នឹងគាត់គឺបាននឹកឃើញកំណត់ពិសេសមួយនៅកំឡុងពេលដែលយេប៉ែជីសាតុកំពុងតែងូតទឹកហ្នឹងគាត់គឺបានសុំនាងដើម្បីចូលទៅខាងក្នុងមួយផ្លែតតែមើលទៅយេប៉ែហ្នឹងដូចជានៅអៀនតនបាត់សោះហើយមិនដឹងថាការមួយគ្នាបានប្រហែលឆ្នាំហើយទេតែគាត់ក៏បានបញ្ជាក់យេប៉ែហ្នឹងដែរថានៅឲ្យតែស្ងៀមបិទភ្នែកឲ្យតែចិត្តទៅសល់ប្រហែលទុកគាត់អ្នកចាត់ការតែអ្នកនរគ្នាកុំគិតអីប្រទេសដែរនោះគឺគាត់រៀបចំយូស៊ឺ hot sake ដែលជាមនុស្សថ្មីរបស់យើងដែលធ្វើឲ្យយេប៉ែហ្នឹងមានអារម្មណ៍ថាដូចនៅ hot spring ចឹងកន្លែងត្រាំទឹកពុះចឹងដោយរាល់ដងចឹងបន្ទាប់ពីដាក់បានមកតយមកចរិតក្មេងតូចគឺផុសចេញមកទៀតហើយនិយាយទៅទៀតគឺបានសរសើរថាវាមានរសជាតិឆ្ងាញ់ដូចជាផឹកទឹកក្រូចឆ្មាក្តៅៗចឹងហើយនេះគឺជា ingredient របស់វាយើងមើលតាមនឹងទៅតែបញ្ជាក់ហើយបើសិនជាអ្នកទាំងអស់គ្នាធ្វើតាមមានបញ្ហាអីទទួលខុសត្រូវខ្លួនឯងអត់មានអសុំអត់ដឹងឯងសុំរួចខ្លួនហើយបន្ទាប់ពីចូលតួក្មេងតូចបានមកស្ទុះមកនាងគឺចាប់ផ្ដើមត្រឡប់មកប្រកក្តីវិញហើយបានប្រពោះប៉ែសូរ៉ាដែរថាថ្ងៃណាមួយពួកយើងនឹងទៅ hot spring ជាមួយគ្នាញ៉ាំអីឆ្ងាញ់ៗហើយមូលហេតុនោះគឺដោយសារតែមួយរយៈហ្នឹងនាងគឺមានអារម្មណ៍ថាសើល្អដោយសារតែនាងគឺអត់សូវបានចំណាយពេលនៅជាមួយគាត់តែប៉ែសូរ៉ាគឺបាននិយាយប្រាប់ថាទោះបីជានៅកន្លែងណាក៏ដោយឲ្យតែមាននាងគឺគាត់សប្បាយចិត្តបានគ្រប់ពេលប៉ុន្តែលើចឹងទៀតយេប៉ែនោះគឺគ្មានរកម៉ាអីឬក៏កសែងអីយកមករុំខ្លួនសន្តិគឺហក់ទៅរកប៉ែសូរ៉ាភ្លាមតែម្ដងហើយនាងក៏បាននិយាយថាសូរ៉ាផងនាងហ្នឹងក៏មានរសជាតិឆ្ងាញ់ដែរតែកន្លែងហ្នឹង
admin ដឹងថាស្ដាប់ខុសឬក៏ subtitle គេបកប្រែខុសហ្នឹងណាចឹងហើយកន្លែងហ្នឹងពួកយើងម្លងវាចោលទៅតែខ្វល់ច្រើនទេគិតច្រើនដល់ខូចគួរឥឡូវនេះមានចង់និយាយថា anime ហ្នឹងគឺបានចប់ត្រឹមហ្នឹងហើយតែមុននឹងចប់ឲ្យមានចង់សួរអ្នកទាំងអស់គ្នាមាន anime BL មួយតែថាជា anime ខ្លីៗដូច anime ចឹងដែរតែមានពងតែសម្រាប់ចិត្តថាគួរតែសម្រាយឬក៏អត់ចឹងហើយទើបសួរអ្នកទាំងអស់គ្នាសិនតែ BL ហ្នឹងមិនមែនជា BL អីលក្ខណៈធំដុំទេណាបើសិនជាឲ្យ rate ពី1លើ10ប្រហែលជាអាចបានទៅ3ឬក៏5លើ10អីទេវាមិនមែនជា BL លក្ខណៈថាដូចយើង BL នោះទេព្រោះថារឿងហ្នឹងគឺលក្ខណៈថារបៀងសត្វចម្លែកហើយនឹងមនុស្សទេហើយក៏អត់មានរឿងអីដែរ Motor Speed ឬក៏លក្ខណៈថាជា BL ចំតួទេចឹងហើយអ្នកទាំងអស់គ្នាគិតមើលទៅបើសិនជាអ្នកទាំងអស់គ្នាគិតថាចង់ឲ្យមានសម្រាប់ admin នឹងសម្រាប់តែបើសិនជាអត់មាន comment អីទេ admin នឹងគិតតាមនឹងទៀតនៅសល់មួយទៀតព្រោះថាបើរយៈពេលនេះ admin ចាប់ផ្ដើមមើល manga ដែរហើយប្រទះឃើញ manga មួយចំនួនវាតាក់ចិត្ត admin គួរសមដែរហើយ admin ក៏ចង់គិតថានឹងអាចយក manga ខ្លះយកមកសម្រាប់ដែរតែអត់ទាន់ច្បាស់ឡើយចាំមើលតាមនឹងសិនព្រោះថាការវិភាគសាច់គ្រឿងហ្នឹងវាអត់សូវមានសាច់គ្រឿងច្រើនដែរ admin យកមកវិភាគបានណាព្រោះថា admin វាមិនសូវចេះវិភាគដូចគេមានអារម្មណ៍ថាវិភាគចេញបានដូចសង្ខេបសាច់គ្រឿងគេមិនដឹងវាអត់ចំទូវិភាគវាអត់ចេញទ្រឹស្ដីវិភាគប្រមាណនេះវាច្រើនដូចជាសង្ខេបច្រើនជាងតែចឹង admin មិនសូវដែលថាដូចជាមិនសូវប្រកាសរឿងវិភាគហ្នឹងប្រហែលជាមើលទៅនឹងត្រូវសំវឹកហាត់វិជាគុណពី E អ្នកចិត្តខាងតិចគេដើម្បីងាយស្រួលក្នុងការវិភាគសាច់គ្រឿងឲ្យអ្នកទាំងអស់គ្នាបានស្ដាប់តែបាក់ទៀតអ្នកចិត្តខាងមានសិតតែឃ្លាំងអត់មាន E អ្នកចិត្តខាងឲ្យវិភាគមួយចឹងហើយវីដេអូមួយនេះគឺសម្រាប់ថាចប់ត្រឹមប៉ុណ្្នឹងហើយពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានគ្រប់គ្រងការសម្ដែងផល admin ហើយបើសិនជាអត់ទាន់បានចុច subscribe ទេកុំភ្លេចចុច subscribe ឲ្យ admin ម្នាក់មួយផងហើយនឹងចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗផល admin ហើយបើសិនជាចូលចិត្តវីដេអូនេះគឺជួយចុចមេដៃឲ្យម្នាក់មួយមកណាគឺចុច like អត់យកមេដៃក្រាបចុះក្រោមទេនិយាយទៅជាបានកុំចុចឲ្យមេដៃក្រាបចុះក្រោមហ្នឹងវាអត់សូវល្អចំពោះ channel ផល admin ទេហើយពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានគ្រប់គ្រងនិងជួយ support channel ផល admin តាំងពីដើមមកជំរាបលាបាយបាយ